សម័យនឹងហើយគេលេងធ្វើស្រែហើយគឺបងយកដីស្រែម៉ែបងទៅដាក់ធនាគារគេទៅសេថាដាក់ច្រើនស៊ីច្រើនដាក់តិចស៊ីតិចជ្រួលជ្រើមតាមគេកុំចង់មានបានដោយមិនខំប្រឹងណាកូនគ្មានអ្នកណាឲ្យលុយកាក់ស្រួលអញ្ចឹងទេផ្លូវស្រួលមើលទៅពួកកូនទៅមិនកើតទេម៉ែតោះតែធ្វើស្រែបែកញើសរហាមរនៀលដីក្តៅចង់អាលៀកអញ្ចឹងបានម៉ែពេញចិត្តមើលទៅហេតុអីកូននិយាយពាក្យនឹងដាក់ម៉ែទៅកើតខ្ញុំមិនដឹងទេអញ្ចឹងម៉ែបងឯងជាម៉ែអាចកាត់អាយុម៉ែបានហើយកូនសប្បាយចិត្តម៉ែក៏ព្រមរឿងក្មេងដើរលឿនតែចាស់ស្គាល់ផ្លូវអេពន្លឺដាក់ស្មីហើយពួកឯងតាណានឹងអូគ្នានឹងប្រពន្ធទៅស្រែបូមទឹកដាក់ស្រូវនឹងណាក្រែងលោឆ្នាំនឹងបានផលច្រើនជាងឆ្នាំមុននឹងឲ្យបងឯងឥឡូវលុយម៉េះមានសត្វតឡាន់ទំនើបជិះទៀតផងនេះអូសម័យនឹងហើយគេលេងធ្វើស្រែហើយគឺបងយកដីស្រែម៉ែបងទៅដាក់ធនាគារហើយយកលុយនឹងទៅដាក់ក្រុមហ៊ុនយកការប្រាក់នឹងណាក្រុមហ៊ុនអីគេអាជាអូគឺក្រុមហ៊ុនដាក់លុយស៊ីលុយនឹងណាគេលើកផ្លាកបណ្ណាបណ្ណៃតាមផ្លូវមើលមិនឃើញទេអីនោះគេទៅសេថាដាក់ច្រើនស៊ីច្រើនដាក់តិចស៊ីតិចហើយឥឡូវគ្នាក៏ធ្វើការនៅក្នុងក្រុមហ៊ុននឹងដែរបើមានចំណាប់អារម្មណ៍អាចតាក់ទងគ្នាបានណានិយាយអញ្ចឹងដាក់លុយប្រមាណហើយបានការប្រាក់ប្រមាណទើបបានឯងមានលុយទិញឡានមានមាសពាក់ចែកខ្លួនអញ្ចឹងអូដាក់10000បានការប្រាក់3000ក្នុងមួយខែហើយដីស្រែម៉ែមាន5ហិកតាគ្នាយកដាក់ធនាគារទាំងអស់យកការទៅបង់ធនាគារសល់ប្រមាណគ្នាយកមកទិញឡានដូចឯងឃើញអញ្ចឹងហើយស្រួលម៉េះបងគ្រាន់តែដាក់លុយសោះបានការច្រើនម្លឹង10000បានការ3000ចុះបើ3ខែវាមិនរួចថ្លៃដើមទៅហើយទេអីបងក្រុមហ៊ុនអីក៏ល្ងងម៉េះបងកុំនិយាយអញ្ចឹងអីអូនហ្នឹងហើយចាំមើលគ្នាទៅរកសួរម៉ែគ្នាសិនណាមិនចាំគ្នាតាក់ទងទៅឯងបើអញ្ចឹងគ្នាទៅសិនហើយណាចាំតាក់ទងគ្នាថ្ងៃក្រោយចាបងណែអូនយើងគួរសាកទៅសួរម៉ែសិនអីក្រែងបានលុយយកទៅដាក់នឹងគេក្រែងបានលុយចាយស្រួលណាអូនបងឯងគិតមកម្ដងទៀតមើលអ្នកណាឲ្យលុយយើងស្រួលអញ្ចឹងទេបងហើយអូនឯងគិតច្រើនធ្វើអីអូនឯងមើលអ្នកភូមិរបស់យើងមើលគេធ្វើអញ្ចឹងសឹងគ្រប់តែគ្នានឹងអូនមើលអាជាមិញមើលវាគ្មានធ្វើការស្អីផងឥឡូវមានលុយមានឡានយ៉ាងស្រួលរបស់វាបើអូននៅតែអេះអុញទៀតយើងមិននឹងមានបានដូចគេទៅអូនស្រេចតែបងឯងទេអញ្ចឹងអូនតាមតែបងឯងបើបានមែនណាយើងក៏ស្រួលដែរបងមិនបាច់មកធ្វើស្រែហាលក្តៅនាំតែហត់ណាមួយអ្នកភូមិយើងគេក៏ធ្វើអញ្ចឹងច្រើនដែរបងតើបងតាមនឹងតែអញ្ចឹងបងបថុយមកក្តារទៅក្រែងលោកបានខ្លាចជាអ្នកមាននឹងគេបងតោះអូនបូមទឹកដាក់ស្រែហើយរួចយើងទៅផ្ទះនិយាយជាមួយម៉ែតោះបងម៉ែកំពុងធ្វើម្ហូបអីហ្នឹងម៉ែម៉ែគិតថាធ្វើម្ហូបបញ្ជូរតកួនជាមួយនឹងត្រីនឹងណាកូនហើយនិយាយអញ្ចឹងស្រែកូនបូមទឹកពេញអស់ហើយនៅកូនពេញអស់ហើយកូនខ្ចីម៉ាស៊ីនគេយកទៅបូមរួចហើយម៉ែនិយាយអញ្ចឹងម៉ែកូនមានការចង់និយាយជាមួយម៉ែបន្តិចកូនចង់សុំប្លង់ដីស្រែម៉ែយកទៅដាក់ធនាគារក្រែងបានលុយមកខ្លះណាម៉ែហើយកូនឯងយកលុយមកធ្វើអីបើកូននិយាយទៅម៉ែកុំភ្ញាក់ផ្អើលណាម៉ែហើយបងឯងក៏មិនប្រាប់ម៉ែតាមត្រង់ទៅនៅបាត់បែនវិញឆ្ងាយស្អីនិយាយសាច់ការប្រាប់គាត់ទៅបងគឺអញ្ចេះណាម៉ែកូនយកលុយនឹងមកគ្រាន់នឹងដាក់វិនិយោគជាមួយនឹងក្រុមហ៊ុនអាជាដាក់លុយបានការប្រាក់ណាម៉ែអាជាវាដាក់ជាមួយគេមួយខែ10000តែបានការដល់ទៅ3000ណាម៉ែក្រុមហ៊ុនអីគេកូនក្រុមហ៊ុនដាក់លុយស៊ីលុយដាក់ច្រើនស៊ីច្រើនដាក់តិចស៊ីតិចហើយអាជាវាក៏ធ្វើការនៅកន្លែងនឹងដែរណាម៉ែតែម៉ែស្ដាប់ទៅដូចជាមិនសូវល្អទេដឹងកូនប្រយ័ត្នតែគេបោកណាកូនបោកអីម៉ែគេធ្វើតែអញ្ចឹងគ្រប់តែគ្នាក្នុងភូមិយើងណាម៉ែវាដូចជាបថុយពេកហើយកូន
ទុកដីយើងនឹងទុកគ្រាន់ធ្វើស្រែវិញទៅវាគ្រាន់ជាងអីកូនកុំជ្រួលជ្រើមតាមគេកុំចង់មានបានដោយមិនខំប្រឹងណាកូនគ្មានអ្នកណាឲ្យលុយកាក់ស្រួលអញ្ចឹងទេឆ្ងល់ម៉ែដល់ហើយអាលុយនៅនឹងមុខហើយមិនចេះចាប់យកទៀតមួយម៉ាត់បោកពីរម៉ាត់បោកបើក្រុមហ៊ុនគេបោកមែនណាមិនមែនគេដែរលើកផ្លាក់ដល់សប្តាហ៍ទេណាម៉ែ ប្រពន្ធកូននិយាយមែនតាម៉ែម៉ែមើលគេក្នុងស្រុកក្នុងភូមិផងម៉ែគេដាក់សឹងគ្រប់តែគ្នាអស់ហើយគឺអត់តែយើងមួយទេមិនមែនចេះគិតតែយើងទេណាម៉ែកូនណាមិនមែនម៉ែនេះវាចេះតែគិតជាងគេទេហើយក៏មិនមែនថាម៉ែមិនបើកភ្នែកមើលអ្នកចិត្តខាងដែរតែកូនឯងត្រូវគិតថាអាលុយកាក់បែបនឹងណាវាមិនយូរវែងទេ នឹងហើយម៉ែផ្លូវស្រួលមើលទៅពួកកូនទៅមិនកើតទេម៉ែតោះតែធ្វើស្រែបែកញើសរហាមរនៀលដីក្តៅចង់អាលៀកអញ្ចឹងបានម៉ែពេញចិត្តមើលទៅកូនឯងកុំនិយាយអញ្ចឹងគ្មានឪពុកម្ដាយណាចង់ឲ្យកូនក្រនោះទេចង់ឲ្យកូនវេទនាអញ្ចឹងនោះទេតែអាផ្លូវនឹងណាវាបថុយពេករាល់ថ្ងៃនេះណាកូនឯងគិតមើលយើងមានផ្ទះគ្រាន់ជ្រកហើយយើងអត់ចំពាក់ធនាគារវាគ្រាន់ណាស់ទៅហើយទុកស្រែនឹងសម្រាប់ធ្វើស្រែទៅវាល្អជាងឯកូនកូនឆ្ងល់ណាស់ម៉ែបានហើយទោះនិយាយក៏ម៉ែមិនស្ដាប់ដដែលនឹងអត់អីទេម៉ែប្លង់នឹងណាម៉ែឯងទុកចុះម៉ែឯងដេកអប់ទៅកញ្ចៅបងឯងណាត្រូវនៅធ្វើស្រែមួយជីវិតហើយព្រោះកញ្ចៅយើងណាវាត្រូវតែពិបាកវេទនាអញ្ចឹងហើយសំណុកវាមិនកើតទេធ្វើស្រែមួយជីវិតទៅដេកចាំមើលគេមានបានទៅវាបានហើយមកទៅស្រែទៅអីវិញល្ងាចឥឡូវហើយអត់អីទេម៉ែសម្រេចចិត្តទៅពួកកូនមិនហ៊ានបង្ខំម៉ែទេកុំឲ្យថាកូនបកើតនិងកូនប្រសាបង្ខំម៉ែយកប្លង់ដីដាក់ធនាគារអញ្ចឹងកូនទៅស្រែសិនហើយម៉ែរស្មីឯងកំពុងធ្វើអីហ្នឹងអូបងណេងចូលលេងសិនឲ្យបងហើយបងតាណានឹងអូបងទើបមកពីដកលុយកាខែហ្នឹងណាអូយខែនឹងបងឯងបានប្រមាណអូខែនឹងបងបាន 3000 គិតថាពី3ខែទៀតដូរអាឡានព្រុសនឹងចោលហើយយកអាសេរីខ្ពស់ជាងហ្នឹងណាដូរទៅឲ្យស្រួលជីយើងនៅស្រុកស្រែចំការអញ្ចឹងយើងទៅណាមកណាផ្លូវឆ្ងាយវាស្រួលនិយាយអញ្ចឹងដីស្រែម៉ែក្មេងឯងមានច្រើនហើយមិនយកដាក់គេទៅណែដីច្រើនអញ្ចឹងដាក់ដឹងតែបានច្រើនហើយបងឯងស្មានតែខ្ញុំល្ងងមិនចេះគិតមែនហើយបើដីខ្ញុំដាក់យូរហើយបងអើយតែនឹងគឺជាដីម៉ែក្មេកខ្ញុំបងណេងឯងសំណាងហើយមានម៉ែក្មេកឲ្យក្មេកចេះគិតគូរឲ្យដីមិនដូចខ្ញុំទេខ្ញុំមិនមានសំណាងអញ្ចឹងសោះកុំទាន់អាលថាក្រែងដូនតិចទៀតអ៊ំគាត់ដូរចិត្តគិតឃើញហើយឲ្យដីទៅឯងស្រួលឯងមានជាងបងកថាបានអូនោះអ៊ំដើរមកហើយខ្ញុំសម័យថ្ងៃនឹងមិនចេញទេបងអើយរាល់ថ្ងៃនឹងឡើងត្រឹងទៅណារួចអាកាឡាលត់រួចក៏លត់មិនរួចនឹងគេដែរបងអើយកុំនិយាយអញ្ចឹងអូជំរាបសួរអ៊ំណែហើយទៅណាទៅណីនឹងអាក្មួយហើយឥឡូវមើលទៅដូចជាសង្ហាដល់ហើយនេះបាទអ៊ំក្មួយទើបមកពីដកលុយការប្រាក់នឹងគេនឹងណាអ៊ំអូអញ្ចឹងតើបានជាអត់ឃើញតែធ្វើស្រែធ្វើអីបាទអ៊ំឥឡូវក្មួយលែងធ្វើស្រែហើយស្រែនឹងជួលឲ្យគេធ្វើណាអ៊ំហើយនិយាយអញ្ចឹងដីអ៊ំច្រើនអ៊ំមិនយកលុយដាក់ឲ្យគេទៅអ៊ំក្មួយថាដីអ៊ំច្រើនអញ្ចឹងដាក់ទៅដឹងតែបានក្រែល្មងអ៊ំអត់ទេក្មួយអើយព្រោះថាអ៊ំអត់មានជំនាញខាងនឹងណាមួយដីស្រែនឹងអ៊ំទុកធ្វើស្រែគ្រាន់បានបាយហូបតែអ៊ំឃើញក្មួយមានបានអញ្ចឹងអ៊ំជួយបាទអ៊ំរស្មីកូនអត់ទៅស្រែជាមួយម៉ែទេអីកូនអត់ទេម៉ែទៅមុនទៅកូនទៅតាមក្រោយបងឯងឃើញអត់អញ្ចឹងកុំតូចចិត្តអីរស្មីអើយវាសនាមនុស្សយើងវាមិនដូចគ្នាទេប៉ុន្តែឯងគ្រាន់បើបានប្តីចេះស្ដាប់គ្រាន់តែម៉ែក្មេកឯងរៀងពិបាកនិយាយគ្នាបន្តិចនិយាយអញ្ចឹងបងទៅសិនហើយណាចាបងសុខសប្បាយបងចាំម៉ែបន្តិចទៅអីចាំម៉ែមកវិញចាំហូបជុំគ្នាបងម៉ែគាត់មកដល់ឥឡូវហើយតាមិនបាច់ចាំទេហូបមុនទៅអូននោះម៉ែមកហើយម៉ែពិសាបាយបានហើយមិនបាច់ហើយទេគាត់មនុស្សចាស់គាត់ចេះគិតហើយបាយប៉ុណ្ណឹងម៉ែគាត់ចេះដួសពិសាហើយម៉ែគាត់ឆ្លាតគាត់ត្រូវមិនបងឯងធ្វើអញ្ចឹងដូចជាជ្រុលពេកហើយណាបង
ហេតុអីកូននិយាយពាក្យនឹងដាក់ម៉ែទៅកើតខ្ញុំមិនដឹងទេអញ្ចឹងម៉ែបងឯងពន្លឺកូនល្ងាចនឹងណាកូនចាំគៀងមន់ចូលទ្រង់ឲ្យម៉ែផងណាកូនព្រោះម៉ែទៅចូលបុណ្យគេនៅចុងភូមិបន្តិចកូនរវល់ណាស់ម៉ែមន់ម៉ែឯងម៉ែគៀងខ្លួនឯងទៅពន្លឺមិនបានជាកូននិយាយអញ្ចឹងមន់ម៉ែមន់កូនវាដូចតែគ្នានឹងម៉ែពីរអ្នកប្តីប្រពន្ធកូនចិញ្ចឹមតែគោទេមន់នឹងគឺមន់ម៉ែឯងកូនមិនហ៊ានប៉ះទេអើពន្លឺមិនបានជាកូននិយាយអញ្ចឹងចេញមកបានណាអើយម៉ែឯងអ្នកឲ្យកូនគិតខ្លួនឯងកូនក៏ឆ្ងល់ដែរម៉ែឯងទៅធ្វើបុណ្យខ្លួនឯងមានពាក្យអីជាមួយនឹងកូនដែរតែធ្វើបុណ្យជាមួយអ្នកដទៃបានតែធ្វើបុណ្យជាមួយកូនខ្លួនឯងមិនបានម៉ែឯងទៅធ្វើបុណ្យបានបុណ្យដែរអីអូនណាអូនទៅហើយឲ្យស្រុកសុនតិចមកមេឃភ្លៀងឥឡូវហើយអូមិញរមមួកពាក់មិនឃើញគ្រាន់តែមួកប៉ុណ្ណឹងទុកមិនចាំដៃខ្លួនឯងកូនណាចាស់ម៉ែកូនឯងជិះកាត់ផ្សារអត់កូនជិះកាន់តាម៉ែទិញអីមែនបើកូនជិះកាត់ផ្សារម៉ែចង់ឲ្យកូនទិញថ្នាំឲ្យម៉ែបន្តិចណាកូនចាស់ម៉ែអត់បានជិះកាត់ផងម៉ែកូនប្រញាប់ទៅស្រែព្រោះមេឃរកភ្លៀងហើយអត់អីទេកូនបើកូនប្រញាប់ណាងចាំម៉ែទៅទិញខ្លួនឯងក៏បានអើយបងឯងយ៉ាងម៉េចហ្នឹងគ្រាន់តែម៉ែឲ្យទិញថ្នាំក៏មិនបានដែរអីបានហើយកុំនិយាយច្រើនពេកជិះស្រួលបួលមកប្រញាប់កូនធ្លាប់មើលថែម៉ែទាំងយប់ទាំងថ្ងៃគ្រួសារធ្លាប់ជួបជុំគ្នាឮតែសំឡេងក្អាកក្អាយព្រោះតែរឿងទ្រព្យសម្បត្តិលុយកាក់ដែលម្ដាយមិនអាចបំពេញបំណងកូនបានទើបវាមើលឃើញម្ដាយជាសត្រូវរបស់កូនទៅវិញដើរផុតឃើញហួសមុខមិនអោយក្រោយមិនមើលធ្វើដូចជាម្ដាយជាអ្នកក្រៅមើលងាយម្ដាយខ្លួនឯងមិនស្មើនឹងសម្រាមហេតុអីទម្លាក់កំហុសមកលើម្ដាយតែម្នាក់ម្ដាយឯណាចង់ឃើញកូនក្រឃើញកូនលំបាកវេទនាបើសិនជាម៉ែអាចកាត់អាយុម៉ែបានហើយកូនសប្បាយចិត្តម៉ែក៏ព្រមមួយឆ្នាំកន្លងផុតទៅបងឯងទៅមកពីណាតែអត់លើកសោះបងទើបមកពីបនផ្ទះអប៉ែចយអូនឯងមានដឹងរឿងអប៉ែចយអត់រឿងអីគេអប៉ែចយស្លាប់ហើយណាអាចយហ្នឹងហើយមានរឿងអីបានស្លាប់អូនទៅជួបម្សិលមិញសោះគាត់គិតខ្លីដោយសារតែរឿងលួយទូទាត់សមមនគេអត់បានហ្នឹងណាហើយអាមិនបានដល់ថ្នាក់ហ្នឹងបងអូនឯងមាននៅចាំក្រុមហ៊ុនវិនិយោគរបស់ក្រុមហ៊ុនអាជានិងអាជាមទេកាលពីមួយឆ្នាំមុនដាក់លុយ 10000 បានការប្រាក់ដល់ 3000 នោះហ្នឹងហើយចាំហើយមានរឿងអីបងក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនបោកឥឡូវវាវិចលុយរត់បាត់ទៅហើយសំខាន់អ្នកដាក់លុយវិនិយោគក្នុងភូមិយើងហ្នឹងអ្នកចូលទាំងប្រមាណគឺសុទ្ធតែពិបាកមានអាជាអាចមអាវោកអាវ៉ាហើយដែលថាបងចត្រាដែលបានរៀនជ្រៅជ្រះនឹងក៏ចាញ់បោកគេដែរតែសំខាន់បងនេងពីមុនមានលុយមានឡានមានមាសជ្រែកខ្លួនដល់ឥឡូវអស់ពីខ្លួនអាលីងសំបីតែប្រពន្ធក៏លែងលះបែកបាក់គ្រួសារបែកបាក់កូនចៅដោយសារតែក្រុមហ៊ុនបោកនឹងហើយអ្នកខ្លះរត់ចោលស្រុករត់ចោលប្រពន្ធកូនតែធ្វើការនៅក្រៅស្រុកអត់ហ៊ានចូលស្រុកវិញផងបងនិយាយអញ្ចឹងមានន័យថាអ្នកភូមិយើងនឹងចាញ់បោកគេមិនតិចទេអញ្ចឹងនឹងហើយអូនសំណាងហើយដែលគ្រួសារយើងមិនបានទៅវិនិយោគទុនជាមួយក្រុមហ៊ុនកុំអីសូម្បីតែដបូលផ្ទះគ្មានជ្រោកផងហើយបើកាលនឹងយើងមិនស្ដាប់ម៉ែទេប្រហែលជាយើងក៏ជួបអញ្ចឹងដែរអូនបងគិតឡើងវិញទៅពេលហ្នឹងយើងក៏មិនណយដែរណាខុសពាក្យខុសមាត់ជាមួយម៉ែធ្ងន់ណាម៉ែកន្លងមកកូនខុសពាក្យខុសសម្ដីជាមួយម៉ែច្រើនណាស់ម៉ែសូមម៉ែលើកលែងទោសឲ្យកូនទាំងពីរនាក់ផងម៉ែកូនក៏ដូចគ្នាម៉ែ
កូនសុំខមាទោសពីម៉ែកន្លងមកកូនម្នាក់នេះនិយាយស្ដីគំរោះគំរើយចរិតកោងកាចដាក់ម៉ែដឹងហើយថាប្តីធ្វើខុសនៅតាមគាំទ្រប្តីទៀតម៉ែលើកលែងឲ្យកូនផងណាម៉ែកុំប្រកែកប្រកាន់នឹងកូនអីណាម៉ែរឿងវាកន្លងហួសទៅហើយនិយាយទៅក៏មិនបានការអីដែរបើម៉ែប្រកាន់ខឹងស្អប់គុំគួនតើវាបានស្អីមកវិញម៉ែអហោសកម្មឲ្យកូនគ្រប់យ៉ាងទោះបីកូនទាំងពីរធ្វើខុសដោយចេតនាអចេតនាក្តីម៉ែអហោសកម្មឲ្យកូនបានទាំងអស់មិនឲ្យកូនមានកម្មមានពៀទៅជាតិក្រោយនោះទេកូនអរគុណអ្នកម៉ែដែលម៉ែមិនប្រកាន់ខឹងចំពោះកូនម៉ែមានពាក្យខ្លះចង់និយាយមិនមែនថាគំនិតមនុស្សចាស់និយាយទៅវាត្រូវទាំងអស់នោះទេហើយកាលនឹងម៉ែមិនដឹងថាត្រូវនិយាយយ៉ាងម៉េចឲ្យពួកកូនឯងទាំងពីរនេះជឿម៉ែដែរតែកូនត្រូវចាំថាកុំមើលងាយមនុស្សចាស់កុំទាន់សម័យរហូតដល់មនុស្សចាស់និយាយទៅស្ដាប់មិនចូលម៉ែណាចំណាស់នេះទៅហើយម៉ែឆ្លងកាត់បទពិសោធន៍បោកប្រាស់វាច្រើនទៅហើយម៉ែមិនបានជាដឹងថាក្រុមហ៊ុននឹងវារកស៊ីបោកអញ្ចឹងម៉ែកន្លែងណាមានមនុស្សល្ងងមនុស្សលោភលន់គឺមិនខ្វះអ្នកបោកទេណាកូនហើយម៉ែក៏មិនដឹងថាគេបោកដែរតែម៉ែតែងតែទន្ទិញក្នុងចិត្តថាវាគ្មានអ្វីដែលបានមកស្រួលនោះទេកូនក្រៅពីកម្លាំងញើសឈាមយើងទ្រព្យសម្បត្តិលុយកាក់ដែលយើងរកបានដោយញើសឈាមរបស់យើងគឺវាមានតម្លៃជាទ្រព្យសម្បត្តិដែលបានមកមិនច្បាស់លាស់ណាកូនថ្ងៃក្រោយបើឯងមានកូនត្រូវបង្រៀនកូនឲ្យដឹងខុសដឹងត្រូវកុំដោយសារទ្រព្យសម្បត្តិមកមើលងាយម្ដាយទុកជាសត្រូវតន់ម្ដាយនៅមើលឃើញស្ដាប់ឮបើមិនបានធ្វើគុណឯងកុំសាងបាបធ្វើបុណ្យជាមួយឪពុកម្ដាយគឺវាមិនសយុទ្ធទេណាកូនបាទម៉ែនិយាយអញ្ចឹងម៉ែមានរឿងចង់ប្រាប់កូនទាំងពីរម៉ែសម្រេចចិត្តថាលក់ដីស្រែយើងហើយណាកូនម៉ែនឹកឃើញយ៉ាងម៉េចបានជាចង់លក់ដីទៅវិញម៉ែគឺចេះណែប្រហែលថ្ងៃមុនមានគេមកមើលដីយើងហើយក៏ពេញចិត្តដីយើងហើយគេក៏ចង់បានដីនឹងបើករោងចក្រនៅទីនេះហើយតម្លៃក៏គេឲ្យវាសមរម្យដែរហើយម៉ែគិតថាវាជាឱកាសល្អសម្រាប់ពួកយើងហើយម៉ែក៏ថាសម្រេចចិត្តលក់ទៅយកលុយនឹងមកចែកពួកឯងទាំងពីរបើកការរកស៊ីហើយសល់ខ្លះម៉ែក៏យកមកទុកធ្វើបុណ្យហើយបន្តដល់ម៉ែចាស់ជាងនឹងណាកូនបាទម៉ែហើយចុះតម្លៃគេឲ្យសមរម្យដែរទេម៉ែគួរសមដែរតើកូនម៉ែឃើញថាវាជាឱកាសរបស់យើងហើយបើគេពេញចិត្តអញ្ចឹងយើងក៏លក់បានថ្លៃដែរណាកូនកូនតាម៉ែកូនសរសើរម៉ែដែលម៉ែសុកចិត្តទុកដីនឹងរហូតដល់បានតម្លៃថ្លៃកូនអរគុណម៉ែហើយណាម៉ែអរគុណច្រើនណាស់ម៉ែបានលុយហើយពួកឯងត្រូវចាំណានេះជាមេរៀននៃជីវិតរកអីរកឲ្យប្រកបកុំជ្រួលជ្រើមតាមគេម៉ែកូនមានតែពាក្យថាអរគុណបើទោះបីជាកូនធ្វើខុសយ៉ាងណាក៏ដោយម៉ែនៅតែស្រឡាញ់កូននៅតែគិតពីកូនអរគុណមែនតើម៉ែបើម៉ែមិនគិតពីកូនឲ្យម៉ែគិតពីអ្នកណាវិញទោះបីខុសឆ្គងកូននៅតែជាកូនម៉ែដដែល